សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូបង្រៀនមួយតទៅនឹងការធ្វើរូបភាពឲ្យមានចលនាបាទដូចនៅក្នុងវីដេអូនេះអញ្ចឹងជាដំបូងបងប្អូនត្រូវបើកកាតាប Photoshop អញ្ចឹងមកបាទបន្ទាប់មកបងប្អូនត្រូវមានរូបភាពដែលបងប្អូនចង់ធ្វើជាចលនាបាទបន្ទាប់មកម៉ៅឆ្វេងទាញរូបភាពហ្នឹងចូលនៅក្នុងកាតាប Photoshop មកបាទបន្ទាប់មកបងប្អូនចូល Windows ហើយយកកន្លែង Timeline បន្ទាប់មកបងប្អូនម៉ៅស្ដាំ Convert to Smart Object បន្ទាប់មកចុចកន្លែង Create Video Timeline បន្ទាប់មកបងប្អូនចូលកន្លែង Crop Tool នេះមកបាទចុចឲ្យជាប់សេរីពង្រីកពង្រួមតាំងហ្នឹងមកបាទចុចឲ្យយកមកល្មមតាមរូបភាពរបស់បងប្អូនជាក់ស្ដែងបាទតើមកចុចសញ្ញាគ្រីសនេះមកបន្ទាប់មក Control T ហើយម៉ៅស្ដាំចូលពាក្យ Perspective បន្ទាប់មកចុច Shift ឲ្យជាប់ចាប់ទាញវាប៉ុណ្ណេះមកបាទតើមកចុចគ្រីសបន្ទាប់មកបងប្អូនយកកន្លែងនេះចុចកន្លែង layer នេះមកបន្ទាប់មកចុច transform នេះមកคลิกមកបាទបន្ទាប់មកទាញវាមកដល់ចំណុចនេះមកបន្ទាប់មក Control T ហើយម៉ៅស្ដាំយកពាក្យ perspective នេះដែរចុច Shift ឲ្យជាប់ចាប់ទាញនឹងមកវិញឲ្យស្មើគ្នាវិញចឹងមកបាទបន្ទាប់មកចុចសញ្ញាគ្រីសបាទចុចសញ្ញាគ្រីសហើយទាញកន្លែងបន្ទាត់ហ្នឹងមកបាទចឹងនឹងថាធ្វើបានឬនៅចុច space នៅលើ keyboard ហ្នឹងអូខេចឹងវីដេអូតកតងនឹងការធ្វើរូបភាពឲ្យមានចលនាថ្ងៃនេះគឺបានបញ្ចប់សូមបងប្អូនជួយ like subscribe channel របស់ខ្ញុំផងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ